ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ស្វាគមន៍បងប្អូនទី12និងបងប្អូនសិស្សវិទ្យាល័យទាំងអស់គ្នាមកកាន់វីដេអូរបស់ខ្ញុំឈ្មោះសុកសេលៀបគឺជាអតីតសិស្សនិទេសឆ្នាំ2021ស្វាគមន៍មកកាន់វីដេអូបាក់ឌុបអិចក្មេងស្រីមកពីខេត្ត episode 2ប្រធានបទរបស់យើងថ្ងៃនេះពាក់ព័ន្ធជាមួយនឹងភាពភ័យខ្លាច fear អ្នកទាំងអស់គ្នាដែលលឺអត់ដែលគេនិយាយថាកូនគេអ្នកផ្សារគឺគេឆាលគឺគេលះលហួនប៉ុន្តែយើងកូនអ្នកខេត្តគឺយើងខ្លាចគេច្រើនយើងបារម្ភនេះយើងបារម្ភនោះយ៉ាអ្នកនរគ្នាខ្ញុំឆ្លងកាត់អារម្មណ៍មួយហ្នឹងហើយខ្ញុំគិតថាពេលហ្នឹងខ្ញុំគិតថាខ្ញុំចង់ឲ្យម៉ាក់ខ្ញុំមកផ្ទះមកនៅផ្សារឬក៏មកលក់អីវ៉ាន់នៅផ្សារឬក៏មកនៅពេញតែម្ដងក៏បានដែរគឺខ្ញុំស្អប់អារម្មណ៍ដែលខ្ញុំខ្លាចគេនឹងខ្លាំងមែនតើតាំងពីខ្ញុំចេះស្ដាប់វីដេអូមកអត់ក្រោម50វីដេអូឯដែលខ្ញុំស្ដាប់ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្របំបត្តិភាពភ័យខ្លាចវីដេអូមួយរបស់អាដាមមុងញ៉ាគួតមីងលីដែលលោកគ្រូគាត់បាននិយាយថាក្មេងនៅក្នុងសង្គមខ្មែរយើងគឺមានអាចជំងឺខ្លាចគេនឹងច្រើនហើយខ្ញុំស្ទើរតែចង់ទិញថ្នាំលេបអ្នកនរគ្នាព្រោះខ្ញុំខ្លាចគេខ្លាំងមែនតើយ៉ាហើយខ្ញុំចាប់ផ្ដើមកាន់មេក្រូនិយាយជាសាធារណៈនិយាយថានិយាយកាន់មេក្រូនិយាយពាក់ព័ន្ធជាមួយនឹងរឿងរៀនគឺនៅថ្ងៃទី15ខែមករាឆ្នាំ2022បន្ទាប់ពីខ្ញុំប្រកាសលទ្ធផលបាក់ឌុបអញ្ចឹងខ្ញុំគិតថាខ្ញុំឆ្លងកាត់អត្តនការដែលខ្ញុំខ្លាចគេខ្លាំងអត្តនការដែលខ្ញុំចាប់ដើមរៀនធ្វើអីទៅខ្លួនឯងហើយខ្ញុំចាប់ដើមធ្វើនៅការដែលខ្ញុំខ្លាចនឹងខ្ញុំធ្វើទាំងខ្លាចមិនមែនខ្ញុំនិយាយប្រធានបទនឹងឲ្យខ្ញុំឈប់ខ្លាចគេមិនមែនបងនៅតែមានរឿងថ្មីដែលខ្ញុំត្រូវរៀនត្រូវធ្វើការអាដាប់ជាមួយនឹងវាដដែលប៉ុន្តែខ្ញុំចង់ចែករំលែកនេះនៅបទពិសោធន៍មួយដែលខ្ញុំធ្លាប់ឆ្លងកាត់ការដែលខ្ញុំជាមនុស្សដែលភ័យខ្លាចច្រើនប៉ុន្តែរហូតដល់ខ្ញុំអាចធ្វើវាទាំងភ័យខ្លាចនឹងបានខ្ញុំចាំបានថាលោកគ្រូធ្លាប់និយាយថាពេលដែលខ្ញុំនៅវិទ្យាល័យឬក៏មិត្តភ័ក្តិរបស់យើងនិយាយថាពេលដែលយើងនៅវ័យវិទ្យាល័យយើងអត់ទាន់ស្គាល់ថាសង្គមខាងក្រៅនឹងមិនទេអញ្ចឹងនៅពេលដែលយើងចប់វិទ្យាល័យយើងត្រូវស្គាល់ថាសង្គមនឹងក្រៅនឹងមិនយើងនៅក្នុង comfort zone របស់យើង18ឆ្នាំហើយដែលខ្ញុំអត់ដែលចូលរួមប្រកួតឬក៏ចូលរួមអីទេជាមួយខ្ញុំចាំបានអ្វីដែលខ្ញុំចូលរួមគឺមានវិជាសិក្ខាសាលាតាមអនឡាញពេលហ្នឹងខ្ញុំចាប់ផ្ដើមស្វែងយល់ពីខ្លួនឯងមិនតិចថាខ្ញុំចូលចិត្តស្ដាប់គាត់ចាប់ស្ដាប់វាគ្មិនដែលគាត់ចែករំលែកពាក់ព័ន្ធជាមួយប្រធានបទសង្គមទៅចិត្តឲ្យខ្ញុំចាប់ផ្ដើមដឹងខ្លួនឯងខ្ញុំតិចតួចហើយចូលរួមនៅក្នុងការធ្វើបទបង្ហាញម៉ោងសេដ្ឋកិច្ចហើយពេលហ្នឹងខ្ញុំចាប់ដឹងថាខ្ញុំចូលចិត្តនិយាយតាប៉ុន្តែអ្នកនរគ្នាខ្ញុំបានបិទសក្តានុពលរបស់ខ្ញុំពេលហ្នឹងគឺខ្ញុំខ្វល់តែរឿងហ៊ានទី12ឯងព្រោះខ្ញុំខ្លាចធ្លាក់បាក់ឌុបហើយខ្ញុំមិនដែលចូលរួមប្រកួតកម្មវិធីនានាទេយ៉ាហើយរហូតទៅដល់ខ្ញុំចាប់បាក់ឌុបអាហ្នឹងមកខ្ញុំចាប់ដើមនៅក្នុងការងារហ្នឹងអញ្ចឹងខ្ញុំចង់បើកវងកញ្ចក់និយាយបន្តិចថាក្មេងស្រីម្នាក់ហ្នឹងខ្លាចគេមិនខ្លះខ្ញុំចាំបានថាពេលដែលខ្ញុំថ្នាក់ទី7ទី8ពេលហ្នឹងគឺខ្ញុំចាប់ដើមមានម៉ូតូជិះហើយម៉ាក់ខ្ញុំឲ្យខ្ញុំទៅទិញអីវ៉ាន់នៅផ្សារហើយខ្ញុំខ្លាចគេសំបីតែទៅទិញអីវ៉ាន់ខ្ញុំត្រូវតែមានមិត្តភ័ក្តិរបស់ខ្ញុំទៅជាមួយខ្ញុំដែរហើយពេលហ្នឹងគឺម៉ាក់របស់មិត្តភ័ក្តិខ្ញុំគឺគាត់អត់ឲ្យមិត្តភ័ក្តិខ្ញុំទៅទេព្រោះរវល់ធ្វើការផ្ទះធ្វើការងារផ្ទះអញ្ចឹងខ្ញុំត្រូវតែទៅខ្លួនឯងបើមិនខ្ញុំអត់ទៅទេម៉ាក់ខ្ញុំគាត់វាយខ្ញុំហើយយ៉ាអញ្ចឹងខ្ញុំចាប់ផ្ដើមដើរម្នាក់ឯងដល់ពេលខ្ញុំចាប់ផ្ដើមទៅពេលហ្នឹងដែលខ្ញុំចាប់ផ្ដើមធ្វើអីម្នាក់ឯងគាត់ថាអត់មានអីផងធ្វើអីម្នាក់ឯងខ្ញុំអាចនិយាយជាមួយខ្លួនឯងខ្ញុំអាចស្ដាប់ខ្ញុំអាចច្រៀងចម្រៀងអីបានទៀតខ្ញុំក៏ចាប់ផ្ដើមសាកល្បងដើរមួយខ្លួនឯងហើយបែរខ្ញុំអត់ចង់ដើរមានគេពេលហ្នឹងគឺខ្ញុំនៅតែខ្លាចចឹងហើយបើម៉ាក់ខ្ញុំវិញខ្ញុំចង់អត់ម៉ាក់ជួយខ្ញុំទៅនេះបានអត់ម៉ាក់ខ្ញុំគាត់តែងតែឲ្យខ្ញុំធ្វើអីខ្លួនឯងបដៅខ្ញុំធ្វើអីខ្លួនឯងខ្ញុំគិតថាហ្នឹងក៏ជាមេរៀនមួយដែរព្រោះពេលដែលខ្ញុំមកពេញខ្ញុំជួបបញ្ហាខ្ញុំហ៊ានដោះស្រាយវាដោយខ្លួនឯងព្រោះបញ្ហាខ្លះខ្ញុំអ្នកចងខ្លួនឯងហើយខ្ញុំមិនដែលរំពឹងថាម៉ាក់ត្រូវជួយដោះស្រាយបញ្ហាហ្នឹងឲ្យខ្ញុំអត់ទេព្រោះខ្ញុំគិតថាហ្នឹងជាបញ្ហាដែលខ្ញុំចងវាជាបញ្ហាដែលខ្ញុំជួបខ្ញុំត្រូវតែហ៊ានដោះស្រាយវាដោយខ្លួនឯងយ៉ាអានឹងគឺជាមេរៀនមួយដែលខ្ញុំគិតថាវាប្រសើរជាងពីមុនដែលខ្ញុំខ្លាចគេខ្លាំងតែខ្ញុំអាចដើរមកក្នុងសង្គមនេះខ្ញុំអាចជួបបញ្ហាខ្ញុំអាចហ៊ានដោះស្រាយដោយខ្លួនឯងនិយាយអញ្ចឹងមិនមែនថាបងឯងល្អឥតខ្ចោះហើយមែនបងឯងខ្លាំងហើយមែនអត់ទេប៉ុន្តែខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនដែលគាត់អត់ដែលមានបទពិសោធន៍នឹងសោះតែគាត់គិតថាគាត់ខ្លាចគេប៉ុន្តែគាត់ក៏អាចចូលរួមអាសង្គមនឹងបានដែរគាត់តែគាត់ផ្ដល់ឱកាសឲ្យខ្លួនឯងនៅក្នុងការធ្វើរឿងអីដែលថ្មីយ៉ាដូចខ្ញុំនិយាយអញ្ចឹងពីក្មេងស្រីម្នាក់ដែលខ្ញុំខ្លាចគេខ្លាំងមែនតើរហូតដល់ខ្ញុំអាចចាប់កាន់មេក្រូបានគឺនៅមុខជាមួយនឹងមនុស្សជាច្រើនដែលខ្ញុំចាប់ដើមធ្វើការហ្នឹងគឺពេលដែលខ្ញុំចាប់បាក់ឌុបហើយ2022នឹងថ្ងៃនៅក្នុងការចែករំលែកហ្នឹងអញ្ចឹងខ្ញុំអាចចែករំលែកវិធីសាស្ត្រមួយចំនួនសម្រាប់បងប្អូនដែលគាត់រៀននៅវិទ្យាល័យហើយគាត់ចង់ចាប់ដើមលឿនខ្ញុំគិតថាយើងអាចចាប់ដើមវាលឿនជាងខ្ញុំព្រោះខ្ញុំចាប់ទី12បើខ្ញុំចេញពី comfort zone របស់ខ្ញុំអញ្ចឹងបងប្អូនអ្នកគ្នាអាចចាប់ផ្ដើមធ្វើវាតាំងពីបងប្អូនអ្នកគ្នានៅវិទ្យាល័យបានគឺចំណុចទី1ចូលរួមនៅក្នុងការប្រកួតកម្មវិធី
bao cổ xuông rồi có cầm thịt xem bẹp con cho mình nâng ca này dây rồi có cầm thịt ép xem rồi có cầm thịt sa kha sa là chạy đồng lệ ấy có dương ai trôi đà cứ dương chliệt á chliệt pe về cà phê hiền bảo dương cứ dương ai trôi luôn cầm thịt ở nâng hay dương còn nơi tại cụcของpe về nó không ca hiền bảo dương này pe này ở kia trôi can để lướn này ở kia nâng can để squat con anh chiêng tròn chiêng bị mồn nhômสบายចិត្តមែនតើនៅពេលដែលខ្ញុំឃើញកម្មវិធីរបស់ស្លាញខ្ញុំគឺមានបងប្អូនគាត់ចូលរួមចាប់ផ្ដើមចូលរួមនៅក្នុងការនិយាយចូលរួមអីហើយខ្ញុំគិតថាគាត់ចាប់ផ្ដើមលឿនគឺវាល្អនៅក្នុងការសាក់លបងហើយខ្ញុំឃើញបងប្អូនដែលគាត់ជោគជ័យលឿនហើយគាត់ប្រាប់ថាគាត់ start តាំងពី high school ហើយគឺខ្ញុំខ្ញុំគិតថាវាល្អអញ្ចឹងខ្ញុំចង់ទៅកាន់បងប្អូនអ្នកគ្នាដែលកំពុងតែនៅវិទ្យាល័យគួរតែចាប់ផ្ដើមវាឲ្យលឿនចំណុចទី2គឺចាប់ផ្ដើមហ៊ានធ្វើអីម្នាក់ឯងតាំងពីរឿងតូចដូចខ្ញុំអញ្ចឹងខ្ញុំខ្លាចគេច្រើនណាស់ប៉ុន្តែខ្ញុំចាប់ផ្ដើមទៅណាម្នាក់ឯងទៅទិញកាអាវទៅនេះទៅនោះទៅផ្សារទៅអីខ្ញុំចាប់ផ្ដើមហ៊ានធ្វើដោយខ្លួនឯងខ្ញុំគិតថារឿងហ្នឹងក៏វាមួយដែរដែលយើងគ្រប់ទៅកាន់ពេលវេលាមិត្តភ័ក្តិរបស់យើងពេលខ្លះអាចជាថាមិត្តភ័ក្តិរបស់យើងគឺគាត់រវល់គឺគាត់មានគោលដៅរបស់គាត់ត្រូវធ្វើរឿងអីផ្សេងដែរអញ្ចឹងបើសិនជារឿងហ្នឹងយើងអាចធ្វើខ្លួនឯងបានយើងគួរតែទៅតែបើសិនជាមិត្តភ័ក្តិរបស់យើងគាត់ចង់ទៅដែរអានឹងយើងទៅមួយគ្នាដល់យេប៉ុន្តែបើសិនជាយើងមានគោលដៅខុសគ្នាយើងមានពេលវេលាខុសគ្នាអញ្ចឹងយើងគួរតែផ្ដល់អត្ថភាពឬក៏យើងផ្ដល់ពេលវេលាឲ្យគ្នានៅក្នុងការសម្រេចគោលដៅរបស់យើងទាំងខ្លួននេះគ្នាអញ្ចឹងខ្ញុំគិតថាយើងចាប់ផ្ដើមធ្វើអីម្នាក់ឯងអ្នកនរគ្នាដែលលឺអតីតគេនិយាយថាចង់ស្គាល់ខ្លួនឯងតើយើងចំណាយពេលជាមួយខ្លួនឯងបានច្រើនខ្ញុំចំណាយពេលមួយខ្លួនឯងច្រើនប៉ុន្តែពេលខ្លះយើងនៅតែ make wrong decision យើងសម្រេចចិត្តខុសប៉ុន្តែបើសិនជាយើងអត់ចំណាយពេលមួយខ្លួនឯងសោះយើងគិតតែពីទៅទូរស័ព្ទមកទូរស័ព្ទច្រើនឬក៏ដើរលេងច្រើនយើងក៏កាន់តែអត់ស្គាល់ខ្លួនឯងដែរអញ្ចឹងរឿងហ្នឹងគឺសំខាន់ដែលយើងត្រូវតែចាប់ផ្ដើមធ្វើវាដោយខ្លួនឯងទៅម្នាក់ឯង yes ចំណុចទី3គឺការគ្រប់គ្រងចិត្តគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់យើងណាតាមរយៈអីគេខ្លាចអ្នកនរគ្នាតាមរយៈការអានការស្ដាប់បើយើងដឹងយើងមានបញ្ហាហ្នឹងឯងស្ដាប់គេឲ្យបានច្រើនអានឲ្យបានច្រើនអាហ្នឹងវាជួយផ្លូវចិត្តច្រើនខ្ញុំគាត់ថាជួយអ្នកនរគ្នាបានច្រើននៅពេលដែលយើងមានទិន្នន័យនៅក្នុងខួរក្បាលយើងច្រើនយើងដឹងថាខ្ញុំកំពុងតែខ្លាចគេហើយយើងកំពុងមានបញ្ហាហ្នឹងឯងអញ្ចឹងយើងដឹងហើយយើងដឹងយើងត្រូវរកដំណោះស្រាយអញ្ចឹងចូលទៅដល់ចំណុចទី4គឺចាប់ផ្ដើមសាកល្បងអានឹងគឺជាដំណោះស្រាយមួយអ្នកនរគ្នាបើសិនអ្នកនរគ្នាអានច្រើនដឹងច្រើនខ្ញុំពី high school មកខ្ញុំអានខ្ញុំដឹងច្រើនណាប៉ុន្តែដល់ពេលខ្ញុំចាប់ផ្ដើមធ្វើមែនតើណាក៏ខ្ញុំនៅខ្លាចគេដែរតែខ្ញុំធ្វើទាំងភ័យខ្ញុំធ្វើទាំងខ្លាចខ្ញុំចាំបានថាពេលដែលខ្ញុំធ្វើវាគ្មិនធ្វើ MC ផ្នែកទាំងអស់បាញ់មកខ្ញុំមកហើយខ្ញុំខ្លាចគេពេលហ្នឹងប៉ុន្តែសួរខ្ញុំឈប់អត់ខ្ញុំមិនអាចឈប់ធ្វើនឹងបានទេខ្ញុំត្រូវធ្វើឲ្យចប់ធ្វើហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តខ្ញុំចង់ធ្វើអាហ្នឹងទៀតជាហេតុអីដែលខ្ញុំចាប់ផ្ដើមធ្វើមេតិកាម្ដងទៀតព្រោះតែខ្ញុំគិតថាខ្ញុំអត់ចង់ skip អា skill និយាយរបស់ខ្ញុំនឹងចោលទៀតទេខ្ញុំចូលចិត្តនឹងការធ្វើអាហ្នឹងហើយពេលនិយាយទៅសប្បាយក្រៅពីបទបង្ហាញនៅសាលាខ្ញុំក៏ចង់ចែករំលែកនៅលើប្រធានបទនឹងម្ដងទៀតដែរអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាគួរតែចាប់ផ្ដើមសាកល្បងចេញពី comfort zone របស់យើងធ្វើវាទាំងភ័យធ្វើវាទាំងខ្លាចបើយើងចាំថាដល់ពេលយើងឈប់ខ្លាចអត់ដឹងពេលណាអ្នកនរគ្នាហើយវាអត់មានពេលណាដែលល្អខ្ចោះជាងពេលដែលយើងចង់ចាប់ផ្ដើមនឹងឯងសាកល្បងកាន់មេគ្រូទៅសាកល្បងឆ្លើយជាមួយសំណួររបស់គ្រូទៅសាកល្បងឆ្លើយជាមួយនឹងអីដែលយើងដឹងទៅឆ្លៀងជាមួយខ្លួនឯងតិចទៅធ្វើទាំងភ័យធ្វើទាំងខ្លាចចំណុចនៅក្នុងការធ្វើហ្នឹងខ្ញុំគិតថាក៏យើងត្រូវតែមានពាក់ព័ន្ធជាមួយនឹងការត្រៀមខ្លួនដែរអញ្ចឹងខ្ញុំចែករំលែកនៅពីចំណុចដែលខ្ញុំត្រៀមខ្លួននៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើហ្នឹងគឺទី1គឺការមានទិន្នន័យគឺមានព័ត៌មានអាយថាការដែលយើងហាត់សមឬក៏វឹកហាត់ឲ្យបានច្រើនណាគឺយើងបាន practice យើងមានទិន្នន័យនៅក្នុងខួរក្បាលហើយខ្ញុំចាំសម្ដីរបស់គណៈគ្រប់គ្រងខេត្តរបស់ខ្ញុំមួយនៅពេលដែលខ្ញុំមកទទួលរង្វាន់នីតិអេហ្នឹងគឺគាត់បានណែនាំក្រុមនីតិអេដែលគាត់មកពីខេត្តផ្សេងមួយគ្នាហ្នឹងគឺថា behind the scene បុកហាត់ឲ្យបានច្រើនគេអត់ខ្វល់ថា behind the scene យើងមកជេរប៉ុន្តែលទ្ធផលដែលយើងចេញទៅអញ្ចឹងខ្ញុំគិតថាទោះបីជា behind the scene យើងខ្លាចគេមិនក៏ដោយប៉ុន្តែនៅពេលបុកហាត់វាឲ្យបានច្រើនណាហើយយើងចេញទៅធ្វើហ្នឹងគេថាអូណៃធ្វើទៅបានល្អមែនធ្វើទៅលុយមែនបងមកអញដឹងថា behind the scene ខ្ញុំមកជេរអញ្ចឹងយើងត្រូវធ្វើវាបានច្រើនចំណុចទី2គឺការស្លៀកពាក់អញ្ចឹងបើយើងចង់ឲ្យខ្លួនឯងមានទំនុកចិត្តគឺយើងស្លៀកពាក់សមរម្យបើចង់ថាស្អាត perfect ឥតខ្ចោយគាត់តែយើងមានអារម្មណ៍ថាខ្ញុំមានទំនុកចិត្តនៅក្នុងការស្លៀកពាក់អាហ្នឹងចូលរួមមួយនឹងសង្គមគេចុះហើយនេះគឺជាបទពិសោធន៍តិចតួចរបស់ខ្ញុំជាមួយអ្នកគ្នាបើសិនជាខ្ញុំគិតថាបើសិនជាយើងអាចហ៊ានមែនពេលហ្នឹងក៏អ្នកគ្នាអាចយកទៅអភិវឌ្ឍបានហើយយើងអាចគ្រប់គ្រងរឿងនៅខាងក្រៅខ្លួនរបស់យើងបានទេដូចជាយើងកើតនៅកូនអ្នកខេត្តយើងអាចគ្រប់គ្រងបានទេប៉ុន្តែយើងអាចគ្រប់គ្រងនិងផ្លាស់ប្ដូរនៅអីដែលយើងចង់ផ្លាស់ប្ដូរ Yes អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ